តើបងប្អូនធ្លាប់បានកត់សម្គាល់ទេថាប្រភេទទំនិញវេចខ្ចប់ដែលត្រូវបានចរាចរណ៍លក់នៅទូទាំងប្រទេសកម្ពុជាដែលមានដូចជាគ្រឿងឧបភោគបរិភោគមានភេសជ្ជៈមានទឹកសុទ្ធមានស្រាបៀរក៏ដូចជាផលិតផលទាក់ទងទៅនឹងសម្ផស្សដូចជាសាប៊ូថ្នាំដុសធ្មេញអីហូហែជាដើមនេះនៅលើសម្បកវេចខ្ចប់ទាំងអស់នោះគឺសិតតែមានចរិតនៅព័ត៌មានជាមូលដ្ឋានអំពីផលិតផលនោះដែលមានដូចជាគ្រឿងផ្សំក្នុងការធ្វើផលិតផលនោះកើតឡើងសារជាតិបំពន់ក៏ដូចជារបៀបក្នុងការទុកដាក់ហើយបើសិនជាករណីដែលផលិតផលនោះជាផលិតផលតាក់ទងទៅនឹងការរក្សាសម្ផស្សគឺដាច់ខាតគឺត្រូវតែមានលេខចុះបញ្ជីការអំពីក្រសួងសុខាភិបាលផងដែរហើយជាទូទៅផលិតផលដែលយើងឃើញនោះគឺមានមួយចំណុចដែលมันអាចខ្វះបាននោះគឺថាកាលបរិច្ឆេទនៃការប្រើប្រាស់ដែលទូទៅយើងហៅថាជា delay នឹងឯងទាំងអស់នេះគឺសិតតែត្រូវបានកំណត់និងកម្រិតទៅដោយច្បាប់ដែលវត្ថុម្ដងគឺដើម្បីធ្វើការការពារក៏ដូចជាលើកកម្ពស់ទៅដល់ផលប្រយោជន៍របស់អ្នកប្រើប្រាស់ហើយមួយទៀតនោះគឺជាការផ្ដល់ឲ្យអ្នកប្រើប្រាស់នៅជំរើសច្រើនបានសេចក្តីថាផលិតផលមួយផលិតផលពីរដែលគាត់នឹងត្រូវធ្វើការទិញដូច្នេះគាត់នឹងពិនិត្យមើលទៅលើព័ត៌មានដែលមាននៅក្នុងផលិតផលមួយមិនត្រូវជាមួយគាត់ទៅមើលសារធាតុដែលត្រូវបានប្រើប្រាស់ក្នុងការផលិតទំនិញនោះវាត្រូវជាមួយគាត់អញ្ចឹងគាត់មានជំរើសក្នុងការមិនត្រូវឲ្យមួយនេះគឺគាត់យកមួយនេះហើយគឺជាស្មារតីនៃបទបញ្ញត្តិក៏ដូចជាច្បាប់ដែលគេកំណត់ឲ្យព័ត៌មានគឺត្រូវតែចរិតនៅលើប្រភេទទំនិញដែលមានការវេចខ្ចប់នេះយើងឃើញថាច្បាប់ដែលគ្រប់គ្រងទៅលើទំនាក់ទំនងការងារនេះមានដូចជាទី1គឺច្បាប់ស្តីអំពីសុវត្ថិភាពចំណីអាហារហើយទី2គឺជាច្បាប់ស្តីអំពីកិច្ចការពារអ្នកប្រើប្រាស់ព្រមទាំងមានប្រកាសមួយចំនួនទៀតដែលធ្វើការកម្រិតលម្អិតតាក់ទងទៅនឹងកិច្ចការងារនេះដូច្នេះសរុបមកវិញផលិតផលបែបវេចខ្ចប់ដែលមានដូចជាគ្រឿងឧបភោគបរិភោគមានដូចជាគ្រឿងថែរក្សាសម្ផស្សមានភេសជ្ជៈអីជាដើមទាំងអស់នេះក្នុងនាមយើងជាអ្នកប្រើប្រាស់គប្បីតែស្វែងរកផលិតផលទាំងឡាយណាដែលត្រូវបានចរាចរណ៍លក់អនុលោមទៅតាមច្បាប់យើងទៅទិញផលិតផលទាំងអស់នោះវាហាក់បីដូចជាយើងកំពុងទិញផលិតផលដែលត្រូវបានច្បាប់ត្រួតពិនិត្យហើយក៏ជាការផ្ដល់ផលប្រយោជន៍យើងមួយថាយើងកំពុងតែប្រើប្រាស់ផលិតផលដែលមានសុខសុវត្ថិភាពចំពោះខ្លួនឯងផងដែរ